សួស្តីថ្ងៃនេះគឺថាត្រីស្ទឹងរៀងត្រូវហើយនាងខ្ញុំក៏នឹកឃើញថាមកធ្វើប្រហុកត្រីដែលនាងខ្ញុំកំពុងធ្វើនេះពុកម៉ែបងប្អូនគឺមានតម្លៃ10គីឡូ 25,000 រដងត្រីប៉ុណ្ណឹងគឺតម្លៃរហូតដល់ 6-7,000 ឯណោះតែដោយសារតែព្រឹកនេះរៀងធ្លាក់ខ្យល់ចឹងទៅក៏ត្រីចាប់ដើមត្រូវហើយក៏ខ្វះកជាមួយគេនឹងឯងដែរនឹងក៏ឆ្លៀតធ្វើព្រឹកមិញធ្វើ10គីឡូម្ដងហើយតែអត់បានថតទេមកវគ្គនេះទៅនឹកឃើញចង់ថតវគ្គនេះគឺទិញ10គីឡូទៀតនិយាយទៅត្រីស្រស់ល្អណាពុកម៉ែបងប្អូនតែត្រីនេះមិនឡើងនៅភូមិនឹងខ្ញុំទេគឺឡើងនៅខាងស្រុកក្រោមឯណោះគឺគេយកមកពីសាលាតាអនដើម្បីយកមកលក់តាមភូមិអញ្ចឹងទៅតែដោយសារតែត្រីលើកមកថ្មីនឹកឃើញថាចង់ធ្វើតែនឹងខ្ញុំអត់បានឆ្អើទេដោយសារតែយើងខានធ្វើយូរឆ្នាំហើយឆ្អើអីទៅក៏វាបាត់ទៅណាទៅណីអស់ទេតែយើងធ្វើប្រហុកងាយស្រួលហើយប្រហុកបើយើងទិញគេហូបគឺយើងវាហូបទាំងញើតបើយើងធ្វើខ្លួនយើងគឺល្អជាងបើត្រីឆ្អើត្រីអីចឹងទៅយើងអាចទិញគេបានយើងយកមកលាងទឹកយកមកត្រាំទឹកអីចឹងទៅបានតែបើប្រហុកគឺមិនស្និទ្ធទេភាគច្រើនតទិញប្រហុកញ៉ាំតតែរើសអ្នកដែលធ្វើស្អាតអ្នកដែលយើងទុកចិត្តមានធំលោតមួយដែរតាម្សិលមិញត្រីដាក់មងសុតហ្នឹង1គីឡូ 5,000 10គីឡូ 50,000 តែវារៀងអន់សាច់អត់ស្រស់ថ្មីដូចជាថ្ងៃនេះទេនេះគឺជាប្រភេទត្រីដែលបងត្រីនេះគឺកាឡា3ហ៊ុនហើយចំពោះការធ្វើប្រហុករបស់នាងខ្ញុំគឺភាគច្រើនគឺនាងខ្ញុំវះពោះចេញកាត់ពោះបើយើងកាត់បែបនេះគឺពេលដែលយើងធ្វើប្រហុកទៅគឺល្អត្រីខែតិចអញ្ចឹងពុកម៉ែបងប្អូនគឺវាមានខ្លាញ់ច្រើនបើយើងវះយកអាកន្លែងតំណងពោះនឹងចេញអស់គឺល្អពោះកន្លែងនោះជាកន្លែងដែលទុកខ្លាញ់ហើយប្រហុកយើងវាអត់ខាទេយើងអាចរក្សាទុកបានយូរត្រីនេះបើយើងចង់ឆ្អើក៏បានដែរយើងជ្រើសរើសយកត្រីណាដែលធំស្រស់អញ្ចឹងទៅឆ្អើសតូចយើងប្រហុកតែដោយសារតែនាងខ្ញុំនឹងអត់បានរៀបចង្អើរៀបអីវាអត់មានផែនការនិយាយទៅវាធ្វើភ្លឹបតែម្ដងដល់អញ្ចឹងទៅមិនដឹងជាកាក់អីនៅណាក៏អត់តាន់បានធ្វើប្រសិនបើស្អែកមានត្រីត្រូវទៀតប្រហែលជានាងខ្ញុំនឹងសាកឆ្អើបាន10 ឬ 20គីឡូអីដើម្បីទុកធ្វើម្ហូបហើយនិយាយទៅเพจម្ហូបរបស់នាងខ្ញុំក៏ចាប់ដើមផលិតវីដេអូវែងដែររាល់ថ្ងៃនេះនៅធ្វើវីដេអូខ្លីឡើយដោយសារតែនាងខ្ញុំតម្រូវ YouTube ពុកម៉ែបងប្អូន YouTube របស់នាងខ្ញុំគឺចិត្តគ្រប់ Subscriber ហើយនៅពេលដែលគ្រប់ Subscriber ទៅនាងខ្ញុំផលិតវីដេអូវែងផុសទាំង Page និង YouTube តម្រូវគ្នាតែរាល់ថ្ងៃនេះអត់ទេក្នុងPage គឺនាងខ្ញុំអត់សូវបានផុសទេ Page ច្រើននាងខ្ញុំផុសតែក្នុង YouTube ទេនេះគឺខាងនេះគឺធ្វើព្រឹកមិញឥឡូវយើងដាក់ត្រាំទឹកចោលស្អែកឡើងចាប់ដើមកូរយកសកាចេញ